ពិតជាខ្លោចចិត្តណាស់ខណៈដែលស្ត្រីម្ចាស់ផ្ទះជាអាជីវករលក់គ្រឿងអលង្ការយំសោកដង្ហោយរកយុត្តិធម៌ក្រោយវិឡាដ៏ស្កឹមស្កៃនៅបឹងត្រពូនត្រូវពួកទាហានសៀមប្រើគ្រឿងចាក់កំទេចចោលទាំងបំពេញធ្វើឲ្យបាត់បង់ជំរកដ៏សែនសោកស្ដាយព្រោះមួយជីវិតដើម្បីផ្ទះមួយខ្នងតែបែរជាត្រូវបានគេកំទេចត្រឹមមួយពើព្រិចភ្នែកបែបនេះទឹកភ្នែកម្ចាស់ផ្ទះហូរជំនួសពាក្យសម្ដីដែលមិនអាចរៀបរាប់បាននេះបើយោងតាមគណនី Facebook លោកគ្រូរក្សាបានទម្លាយសាច់រឿងដ៏ជូរចត់និងក្តុកក្តួលបំផុតជុំវិញការបាត់បង់ផ្ទះវិឡាដ៏ប្រណិតរបស់ប្រជាពលរដ្ឋខ្មែរយើងនៅតំបន់បឹងត្រកូនឲ្យដឹងថាការកំទេចដោយគ្មានក្តីមេត្តាគ្រឿងចាក់របស់ភាគីទាហានសៀមបានសម្រុកចូលកំទេចផ្ទះវិឡាថ្មដ៏ធំស្កឹមស្កៃចោលនិងថែមទាំងលើកទង់ជាតិរបស់ពួកគេពីលើថែមទៀតដែលជាការជន់ឈ្លីបេះដូងម្ចាស់ផ្ទះយ៉ាងធ្ងន់ធ្ងរអ្វីដែលឈឺចាប់នឹងគួរឲ្យអាណិតអាសូរបំផុតនោះគឺនៅពេលនេះស្ត្រីជាម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកថាសូម្បីតែមាសនិងប្រាក់កាក់ដែលសន្សំទុកក្នុងផ្ទះក៏មិនបានយកចេញទាន់ពេលដែរដោយរត់រកតែប្រសាអាយុប៉ុណ្ណោះនិងសង្ឃឹមថាចប់សង្គ្រាមបានវិលត្រឡប់មកផ្ទះវិញតែមិននឹកស្មានថាពេលនេះត្រូវឃ្លាតពីផ្ទះវិឡាដ៏ស្ដុកស្ដំគ្មានថ្ងៃបានឃើញទៀតបង្ខំចិត្តមកដេកនៅបន្ទប់ជួលទាំងសោកសង្រេងបំផុតខ្ញុំបានត្រឹមថ្ងៃផងថ្ងៃយករំបងណាយកទាំងអស់គ្រឿងអីយកទាំងអស់បងកើតមកព្រោះចាំគេต้องទៅណាទៅឲ្យនៅគ្នាស្ទះគ្រប់ទៅគ្រប់រឿងទាំងអស់ខ្ញុំគិតថាខ្ញុំបានចូលគេខ្ញុំទៅតែខ្ញុំក្រោយខ្ញុំមិនបានចូលបានទេខ្ញុំទុកត្រឹមតែទុកសោតែមកហើយនេះវាដេញព្រាមវាថាចេញវាមិនឲ្យយើងទៅឈោចិត្តបលានោះទៀតខ្ញុំឈឺចាប់មកបងថ្ងៃណាក៏បងខ្ញុំណាស្ទើរតែទៅផ្លាស់កូនវានៅអត់ទៅមួយ7ឆ្នាំជួយកូនស្រីនឹងនៅពីនេះរត់មកគេឲ្យទៅនៅវត្តខ្ញុំចេះនៅគ្នាយំគ្នាស្រែកហើយខ្ញុំយកគ្មានអីចឹងក៏យើងខំស្ទឹងមួយជីវិតហើយយើងមានសល់អីផងយើងសល់កំណត់ទាំងអស់គ្រប់បែបយ៉ាងចឹងបងបដូរខ្លាំងនេះទៅពីសោះតាព្រេកវីហ្នឹងហើយអូនបងអណិតតើបងអណិតតើបងឃើញទោះបីជាមានផ្ទះបងក៏បងឃើញតែបងអត់ដឹងថាផ្ទះឯងទេអូនអើយផ្ទះធំហ្នឹងបងអើយឆ្លាញ់ផ្ទះណាស់ទឹកនឹងឡើងប្រហែលជាឡើងក្រោយបងឯងបានពេកទេតែបងឯងឡើងខ្ញុំចូលខមមិនខ្ញុំថាបងប្រុសទៅផ្ទះបានស្អាតណាស់ចង់ឲ្យបងខៅបងអូនបានទៅចូលរួមដែរតែប៉ុណ្ណឹងតាក់ទងទៅខាងណាហើយបងយកពងតហ្នឹងមកខ្ញុំថាអរគុណដែរបងគេនឹងវាវាអញ្ចឹងមែនឲ្យខ្ទេចខ្ទីទាំងអស់បងវាប្រមូលទ្រព្យសម្បត្តិយើងគឺអស់រលេងឲ្យខ្ញុំរត់មកខ្ញុំមានបានតែកៅអៅមកប្រផ្លេទេបងអើយហើយប្តីទៅជួបមកទៀតខ្ញុំអត់មានខ្សែសល់អីទេពេលតែខ្ញុំទៅអូយស្ដាយអូនស្ដាយហើយអត់មានសល់អីទេបងហើយកន្លែងហាងខ្ញុំអីវាតិចទីអស់ហើយចាំពេលដែលខ្ញុំអេតទៅបងឯងចាំខ្ញុំបាញ់រូបភាពឲ្យទាំងអស់បងឯងមើលបងអូនជាទីបងឯងហ្នឹងម៉ាក់បារីអសនៃបងជាពាក់អាវពណ៌ខ្មៅហ្នឹងហើយស្ដាយបងអត់ដឹងថាផ្ទះកន្លែងទេអូនអើយបងឃើញថ្ងៃដំបូងបងថាអូយមិនដឹងថាម្ចាស់ផ្ទះគាត់ខ្លោចចិត្តមិនទេស្ដាយថ្ងៃណាក៏ខ្ញុំដែរគឺបានអ្នកនៅពេញហ្នឹងគេគាត់ទេគេជួយយើងគេមិត្តយើងទៅបងចុះឥឡូវអូនឯងនៅណាវិញចុះនៅណាខ្ញុំទៅស្វាយបងខ្ញុំរត់មកថ្ងៃខ្ញុំចេញមកហ្នឹងខ្ញុំគ្មានបានអីខ្សែសល់ទេមានតកៅមកកាផ្លេបានមកចុះពេលដែរថ្ងៃម៉ោង1ហ្នឹងគឺវាអត់មានបាននឹងមុនថាវាបាញ់អីទេបងវាបាញ់ចូលបដោឆេយើងរត់ទៅផ្ទះអាយ៉ងរត់មកយើងគិតថាចប់យើងគិតថាចប់សង្គ្រាមយើងបានមកវិញចឹងណាបងអ្នកឆ្លាស់វានៅកាន់ជើងខៃរឿងវាដឹងពិតខៃវាចូលខមមិនថាមិនមែនក៏ពិតខ្ញុំចង់និយាយថារឿងហ្នឹងវាពិតប្រកបមែនបងគឺស្ពេកទីអស់ហើយអត់មានសល់អីទេហ្នឹងហើយឃើញតែស្ដាយអូនអើយស្ដាយខ្លាំងហ្មងដូចអូយបងនិយាយទៅបងហ្នឹងហើយចូលរួមសោកស្ដាយហ្នឹងអូនអើយចាបង